Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះផងដែរនាងខ្ញុំមកធ្វើបង្ហាញពីរបៀបហាត់ប្រាណងាយនៅផ្ទះអ្នកអត់ចេះហាត់ប្រាណក៏ហាត់បានដែរអ្នកទាំងអស់គ្នានិយាយទៅមុននឹងហាត់ប្រាណយើងដើរ relax នៅនឹងមុខផ្ទះយើងសិនណាអ្នកទាំងអស់គ្នាហើយបន្ទាប់មកចាំយើងចូលដល់ក្បាច់ហាត់អ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញតែមួយក្បាច់ទេប៉ុន្តែងាយអ្នកទាំងអស់គ្នាអាចហាត់តាមខ្ញុំនៅផ្ទះបានហើយខ្ញុំធានាឲ្យហាត់ហើយនឹងទទួលបានលទ្ធផលព្រោះក្បាច់ដែលខ្ញុំយកមកចែករំលែកទាំងប្រមាណសិតតែជាក្បាច់ដែលខ្ញុំហាត់ខ្លួនឯងផ្ទាល់ហើយទទួលបានលទ្ធផលទើបខ្ញុំយកមកចែករំលែកចឹងណាអ្នកនរគ្នាមកនិយាយទៅតែមកក្បាច់ទេអ្នកនរគ្នាងាយមែនទែនអ្នកដែលចូលហាត់មុនដំបូងអីក៏គាត់អាចហាត់បានដែរណាលើកដៃឡើងលើអញ្ចឹងមកអ្នកនរគ្នាយកមកប៉ះជាមួយនឹងដៃយើងប៉ះផ្ទុយគ្នាអញ្ចឹងមកអានេះបានទាំងសាច់ខ្នងក្បាលពោះអ្នកនរគ្នាចូលពីកន្លែងហ្នឹងខ្លាំងមែនទែនហើយចំណុចដែលចូលទៀតគឺដើមដៃអ្នកនរគ្នាធ្វើឲ្យដើមដៃយើងហាត់ណែនអ្នកទាំងអស់គ្នាកុំភ្លេចសម្រួលចង្វាក់ដង្ហើមណាធ្វើមកក្បាច់ហ្នឹងឲ្យបាន15នាទីអ្នកទាំងអស់គ្នាអនុវត្តជាប្រចាំអ្នកទាំងអស់គ្នានឹងឃើញលទ្ធផលទប់ដង្ហើមចេញដង្ហើមចូលហើយនឹងប្រឹងកន្លែងក្បាលពោះយើងអ្នកនរគ្នាធ្វើអញ្ចឹង15នាទីបណ្ដោយអ្នកនរគ្នាមិនបាច់សម្រាកទេមកជុំហ្នឹងគឺ15នាទីយើងអាចថាហាត់តែប៉ុណ្ណឹងរៀងរាល់ថ្ងៃទៅសម្រាប់អ្នកអត់មានពេលវេលាហាត់គាត់អាចរើសយកជាមួយនឹងក្បាច់នឹងបានអ្នកនរគ្នាអាចថា Subscribe វីដេអូខ្ញុំទុកឲ្យហើយទៅមានតែក្បាច់ល្អណាដែលខ្ញុំហាត់ឲ្យបានផលខ្ញុំនឹងចែករំលែកបន្តទៀតដូចខ្ញុំអញ្ចឹងខ្ញុំអត់មានកន្លែងហាត់ប្រាណអីនេះអ្នកនរគ្នាខ្ញុំហាត់តែនឹងមុខផ្ទះខ្ញុំហើយកន្លែងទីធ្លាហាត់ក៏អត់ត្រូវការច្រើនដែរហើយពេលវេលាក៏ខ្លីយើងអាចហាត់បានចង់បានសុខភាពល្អហើយនឹងរាងស្អាតតតែឆ្លៀតនិយាយទៅតតែឆ្លៀតផ្ដល់ពេលវេលាឲ្យខ្លួនឯងមានពេលវេលាសម្រាប់ហាត់ប្រាណមានពេលវេលាសម្រាប់ថែរាងកាយទាំងផ្លូវចិត្តនិងផ្លូវកាយអ្នកនរគ្នាបើអ្នកនរគ្នាទៅហាត់ថ្មីអីសួរអត់បានដល់15នាទីអីត្រឹម10នាទីក៏បានដែរកន្លែងដែលចុកខ្លាំងអ្នកនរគ្នាដើមដៃហើយនឹងសាច់ខ្នងហើយនឹងឈឺចាក់កន្លែងពោះយើងបើសិនជាយើងអត់ចេះរៀបដង្ហើមការហាត់ប្រាណនេះបងអូនបើសិនជាបងអូនធ្វើបានជាប្រចាំណាគឺល្អមែនទែនហើយសម្រាប់ខ្ញុំជ្រើសរើសយកការហាត់ប្រាណនៅកន្លែងទលាយហើយមានពន្លឺថ្ងៃចូលមកអញ្ចឹងអ្នកនរគ្នាគឺស្រូបយកពន្លឺថ្ងៃនៅពេលព្រឹកព្រលឹមធ្វើឲ្យសុខភាពយើងកាន់តែរឹងមាំថែមទៀតនិយាយទៅខ្ញុំបង្កើតវីដេអូនិងបង្កើតមេតិកានេះឡើងគឺដើម្បីចែករំលែកពីសុខភាពហើយនិងរូបរាងអ្នកនរគ្នាចឹងបងអូនដែរស្រឡាញ់សុខភាពគិតថាវីដេអូរបស់នាងខ្ញុំល្អគឺអត់មានសុំអីច្រើនទេសូមតែបងអូនចុច like ហើយនឹងចុច subscribe ហ
ចាប់ផ្ដើមបែកញើសបដើអ្នកនរគ្នាបើអ្នកទាំងអស់គ្នាចង់ឲ្យចូលដល់សាច់ដកក្រោមកយើងបែរទៅតាមចង្វាក់ខ្លួនយើងបែរទៅរកជើងយើងនៅពេលដែលដៃយើងប៉ះជើងណាអ្នកនរគ្នាចឹងមកចុកអ្នកនរគ្នានិយាយមែនចឹងសូមសម្រាប់សម្រួលហើមបន្តិចបងអូនកុំភ្លេចសម្រួលដង្ហើមហាត់ប្រាណសំខាន់គឺដង្ហើមហ្មងអ្នកនរគ្នាបើយើងសម្រួលដង្ហើមយើងបានល្អការហាត់ប្រាណរបស់យើងក៏អត់ធ្វើឲ្យយើងហត់ឆាប់ហត់ហើយក៏ធ្វើឲ្យយើងហាត់បានយូរចឹងអ្នកនរគ្នាចឹងក្បាច់នឹងដដែលអ្នកនរគ្នាគ្រាន់តែថាបងអូនចង់លើកដៃចេះក៏បានចង់លើកដៃចេះក៏បានអញ្ចឹងបើខ្ញុំចូលជុំទី2នេះខ្ញុំសុំលើកដៃចេះអ្នកនរគ្នាអ្នកដែលសបោខ្លាញ់ខ្នងខ្ញុំបេះ recommend ហ្មងហាត់ជាមួយនឹងក្បាច់នេះព្រោះខ្ញុំជាមនុស្សដែលសបោសាច់ខ្នងអញ្ចឹងខ្ញុំជ្រើសរើសហាត់ជាមួយនឹងក្បាច់នេះគឺឃើញថាខ្ញុំទទួលបានលទ្ធផលល្អអ្នកនរគ្នាលទ្ធផលគឺទទួលបានជាទីគាប់ចិត្តនៅពេលដែលខ្ញុំអនុវត្តជាប្រចាំបែកញើសអ្នកនរគ្នាតែប៉ុណ្ណឹងកុំថាអត់បែកញើសមើលទៅក្បាច់ហាត់ងាយប៉ុន្តែមានការចុកសាហាវហើយក៏បែកញើសសាហាវដែរហើយពន្លឺព្រះអាទិត្យយើងក៏ចាប់ផ្ដើមរះចាំងមកបដើអ្នកនរគ្នាខ្ញុំចូលចិត្តណាពន្លឺថ្ងៃនៅពេលចន្លោះពីម៉ោង6ដល់ម៉ោង7ពេលខ្លះថ្ងៃណាដែលខ្ញុំអត់ហាត់ប្រាណក៏ខ្ញុំចេញមកហាលស្បែកដែរខ្ញុំនិយាយទៅមនុស្សខ្ញុំមានសបល់រៀងជ្រះពីកំណើតដែរប៉ុន្តែសបល់ខ្ញុំនៅពេលដែលខ្ញុំអាយុកាន់តែច្រើនទៅវារៀងចង់ឡើងអាចរុយអញ្ចឹងហើយខ្ញុំត្រូវតែពង្រឹងកោសិកាស្បែកខ្ញុំដោយការស្រូបយកវីតាមីន D ពេលព្រឹកអ្នកនរគ្នាអានេះខ្ញុំចែករំលែកពីក្បួនថែរក្សាស្បែកតែបើរឿងលេអីខ្ញុំមិនដែរលាបទេអ្នកនរគ្នាបើខ្ញុំស្ក្រាប់ក៏ខ្ញុំស្ក្រាប់ជាមួយនឹងពពួកស្ក្រាប់ធម្មជាតិដែរពេលព្រឹកឡើងភាគច្រើនខ្ញុំលាបជាមួយនឹងប្រេងដូងហើយខ្ញុំមកហាត់ប្រាណហើយទៅខ្ញុំងូតទឹកចេញទៅលាងជាមួយនឹងប្រេងដូងនឹងចេញចឹងណាអ្នកនរគ្នាហើយយើងលាបជាមួយនឹងលេរបៀបសុទ្ធដើម្បីការពារកម្ដៅថ្ងៃតែប៉ុណ្្នឹងទេពួកអ្នកនរគ្នាក្បាច់ហ្នឹងគឺចុកជាងគេគឺកន្លែងដើមដៃដឹងតែចូលហ្មងដើមដៃអញ្ចឹងគ្រប់15នាទីហើយអ្នកនរគ្នាអាចសម្រួលសាច់ដុំយើងអញ្ចឹងមកការហាត់ហ្នឹងអ្នកនរគ្នានេះកន្លែងសាច់ខ្នងទៅនេះគឺអស់លឿនហ្មងខ្ញុំពីមុនសាច់ខ្នងខ្ញុំទៅនេះក្រាស់ហើយអ្នកនរគ្នាក្រាស់ខ្លាំងមែនទែនហ្មងនេះសាច់ខ្នងទៅនេះហើយអ្នកនរគ្នាបានទាំងពីទៅនេះទៅអញ្ចឹងណាដើមដៃទៅនេះគឺក្បាច់ហ្នឹងគឺខ្ញុំអនុវត្តឲ្យគឺបានលទ្ធផលល្អដូចខ្ញុំនិយាយហើយនិយាយទៀតអញ្ចឹងអ្នកទាំងអស់គ្នាកុំភ្លេចអនុវត្តជាប្រចាំណាពេញចិត្តនៅវីដេអូរបស់នាងខ្ញុំគឺសូមជួយចុច Subscribe ម្នាក់មួយផង